รียบซัวលោកស្រីនាងកញ្ញាសូមស្វាគមន៍លោកអ្នកមកកាន់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅពេលនេះម៉ោង 1 រសៀលកម្មវិធីព័ត៌មានដោយអឹមរចនាគណៈបកប្រឆាំងក្រុងស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្រទៅលើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយស្ត្រីម្នាក់ទៀតត្រូវបានឃាត់ខ្លួនព្រោះតែចោទក្រុមគ្រួសារនាយករដ្ឋមន្ត្រីថាសម្លាប់លោកកែមលីអាជ្ញាធរជាតិអប្សរាព្រមានពីផលប៉ះពាល់នៃសំណង់ខុសច្បាប់នៅតំបន់អង្គរដែលអាចធ្វើឲ្យតំបន់អង្គរត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកអាមេរិកបន្តស្នើឲ្យចិនដោះលែងជ័យលាភី Nobel សន្តិភាពឆ្នាំ2010ហើយអនុញ្ញាតឲ្យទៅព្យាបាលជំងឺនៅបរទេសក្រុមសង្កេតការសិទ្ធិមនុស្សសេរីអះអាងថាប្រមុខដឹកនាំអង្គការរដ្ឋអ៊ីស្លាមស្លាប់បាត់បង់ជីវិតហើយ RFI ក្រុមអ្នកតំណាងរាជគណៈបក្សសង្គ្រោះជាតិចំនួន55រូបក្រុងនឹងសរសេរលិខិតផ្ញើទៅកាន់ព្រះមហាក្សត្រនៅត្រឹមចុងសប្តាហ៍នេះដើម្បីសូមឲ្យព្រះអង្គកុំឲ្យហាយឡាយព្រះហស្ថលេខាទៅលើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយដែលស្នើឡើងដោយគណៈបកប្រជាជនកម្ពុជាសម្រាប់គណៈបកប្រឆាំងនេះគឺជាផ្លូវតែមួយគត់ដែលអាចធ្វើបានវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយត្រូវបានរដ្ឋសភាអនុម័តកាលពីសប្តាហ៍នេះបានទៅដល់ដៃព្រឹទ្ធសភាហើយនៅព្រឹកថ្ងៃទី12ខែកក្កដាvàសំណប់លំអិតព័ត៌មានលិខិតសុំព្រះរាជអន្តរាគមន៍នេះនឹងធ្វើឡើងយ៉ាងយូរនៅត្រឹមចុងសប្តាហ៍នេះពលគឺត្រូវធ្វើឲ្យបានមុនពេលដែលសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយដ៏ចម្រូងចម្រាសនេះត្រូវបញ្ជូនទៅដល់ព្រះមហាក្សត្រនេះបើតាមការអះអាងរបស់លោកសុនឆៃប្រធានក្រុមតំណាងរាជគណៈបកសង្គ្រោះជាតិនៅព្រឹកថ្ងៃទី12កក្កដាលោកសុនឆៃបានគូបញ្ជាក់ថានេះគឺជានីតិវិធីតែមួយគត់ដែលគណៈបកប្រឆាំងនៅមានសង្ឃឹមនឹងអាចធ្វើបានដើម្បីទប់ស្កាត់វិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសមួយនេះបើតាមនីតិវិធីច្បាប់ក្រោយពីស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភាបានអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនេះហើយនឹងត្រូវបញ្ជូនបន្តទៅកាន់ស្ថាប័នក្រមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យមុនពេលថ្វាយទៅកាន់ព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឲ្យអនុវត្តប៉ុន្តែបើតាមលោកសុនឆៃគឺព្រះមហាក្សត្រអាចប្រើប្រាស់ព្រះរាជបុព្វសិទ្ធិរបស់ព្រះអង្គដើម្បីមិនឡាយព្រះហស្ថលេខាលើសេចក្តីស្នើវិសោធនកម្មច្បាប់នេះបានគួរជំរាបជូនថាសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយថ្មីបច្ចុប្បន្នបានទៅដល់ដៃព្រឹទ្ធសភាហើយនាព្រឹកថ្ងៃទី12កក្កដាបន្ទាប់ពីរដ្ឋសភាដែលមានតែតំណាងរាស្ត្រមកពីគណៈបកកាន់អំណាចចំនួន66រូបបានអនុម័តកាលពីថ្ងៃច័ន្ទដោយគ្មានការចូលរួមពីភាគីគណៈបកប្រឆាំងគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាដែលបានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី12កក្កដាក៏បានសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់នេះទៅកាន់គណៈកម្មការទី6របស់ខ្លួនដើម្បីពិនិត្យមុនពេលអនុម័តដោយចាត់ទុកថាជាការប្រញាប់នៅមិនទាន់មានប្រតិកម្មផុសផុលលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសនេះនៅឡើយទេប៉ុន្តែលោកអេងឆៃអៀងអនុប្រធានគណៈបក្សសង្គ្រោះជាតិបានចាត់ទុកវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយជាលើកទី2នេះថាមិនត្រឹមតែបានផ្ដាច់ទំនាក់ទំនងរវាងគណៈបក្សសង្គ្រោះជាតិនិងអតីតប្រធានគណៈបកលោកសំរងស៊ីនោះទេតែវិសោធនកម្មនេះនឹងធ្វើឲ្យគណៈបកប្រឆាំងខាត់បង់ថវិកាជាច្រើនដើម្បីផ្លាស់ប្ដូរផ្ទាំងប៉ាណូគណៈបករបស់ខ្លួនដែលមានរូបលោកសំរងស៊ីនៅទូទាំងប្រទេសត្បិតច្បាប់ថ្មីនេះបានហាមឃាត់មិនឲ្យគណៈបកនយោបាយខົບខិតជាមួយទណ្ឌិតនោះឡើយសូម្បីតែការប្រើប្រាស់សារជាសម្លេងរូបភាពឯកសារជាលាយលក្ខណ៍អក្សរឬសកម្មភាពរបស់ទណ្ឌិតដែលជាប់ទោសពីបទឧក្រិដ្ឋឬបទប្រឆាំងនោះឡើយបើមិនដូច្នោះទេគណៈបកនយោបាយនោះនឹងត្រូវផ្អាកសកម្មភាពមិនឲ្យលើសរយៈពេល5ឆ្នាំឬត្រូវរំលាយចោលតែម្ដងនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃនៅព្រឹកនេះបានឃាត់ខ្លួនស្ត្រីម្នាក់ទៅសួរចម្លើយពាក់ព័ន្ធទៅនឹងការចាត់ប្រកាន់ថាលោកហ៊ុនសែននិងក្រុមគ្រួសាររបស់លោកជាប់ពាក់ព័ន្ធនឹងឃាតកម្មលើលោកបណ្ឌិតកែមលីស្ត្រីម្នាក់នេះដាក់ឈ្មោះនៅលើ Facebook ផ្ទាល់ខ្លួនថាហេងលក្ខិណាបន្ទាប់ពីបញ្ចប់ការសាកសួរនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនបញ្ជាក់ថាស្ត្រីម្នាក់នេះអាចនឹងបញ្ជូនទៅកាន់តុលាការនៅល្ងាចថ្ងៃពុធនេះតែម្ដងសូមស្ដាប់វ៉ាន់សុគន្ធា ដើមហេតុដែលនាំឲ្យមានការខកខ្លួននេះគឺបន្ទាប់ពីស្ត្រីឈ្មោះហេងលក្ខិណាបានធ្វើការផ្សាយផ្ទាល់តាម Facebook របស់ខ្លួនកាលពីរសៀលថ្ងៃទី9កក្កដានៅក្នុងពិធីគម្រប់ខួប1ឆ្នាំនៃការបាញ់សម្លាប់លោកកែមលីដោយចោទថាការស្លាប់របស់លោកបណ្ឌិតកែមលីគឺដោយសារតែលោកហ៊ុនសែនហើយថែមទាំងនិយាយទៀតថាពូជនិងកូនចៅរបស់លោកនាយករដ្ឋមន្ត្រីសិតតែដៃប្រឡាក់ឈាមរបស់លោកបណ្ឌិត គ
ជាការកត់សម្គាល់ស្ត្រីម្នាក់នេះគឺជាមនុស្សទី4ហើយដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនដោយសារតែការចាប់ប្រកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការស្លាប់របស់លោកបណ្ឌិតកែមលីនេះមនុស្សដំបូងគេក្នុងរឿងនេះគឺលោកសំរងស៊ីលោកសំរងស៊ីត្រូវបានលោកនាយករដ្ឋមន្ត្រីប្តឹងដោយផ្ទាល់តែម្ដងទៅកាន់តុលាការក្រោយអតីតប្រមុខបកប្រឆាំងរូបនេះបានចាប់ប្រកាន់លោកនៅក្នុងថ្ងៃតែមួយដែលលោកកែមលីត្រូវបានគេបាញ់សម្លាប់ក្រោយមកទៀតគឺលោកស្រីថាឡានីសមាជិកព្រឹទ្ធសភាគណៈបកសំរងស៊ីសមាជិកព្រឹទ្ធសភារូបនេះត្រូវបានលោកហ៊ុនសែនប្តឹងដែរដោយសារតែចោទលោកថាទៅបាញ់សម្លាប់លោកកែមលីការចាប់ប្រកាន់នេះបានធ្វើឡើងនៅក្នុងវេទិកាមួយក្នុងខេត្តរតនគិរីកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2016ទាំងលោកសំរងស៊ីនិងទាំងលោកស្រីថាឡានីសុទ្ធតែត្រូវបានលោកនាយករដ្ឋមន្ត្រីប្តឹងទាមទារសំណងជំងឺចិត្តតែ100រៀលតែប៉ុណ្ណោះដោយឡែកខុសពីអ្នកទាំងពីរខាងលើលោកកឹមសុខអ្នកឃ្លាំមើលបញ្ហានយោបាយនិងសង្គមដែលទើបតែចេញមុខសោះក៏ត្រូវបានលោកប្រមុខរដ្ឋាភិបាលខ្មែរប្តឹងទាមទារសំណងជំងឺចិត្តដល់ទៅចំនួន$50,000អាមេរិកឯណោះព្រោះតែរឿងចោទប្រកាន់ដូចគ្នានេះហើយនៅពេលនេះលោកកឹមសុខកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរងចាំជំនុំជម្រះនៅក្នុងពន្ធនាគារព្រៃសរសូមបញ្ជាក់ថាលោកបណ្ឌិតកែមលីអ្នកវិភាគបញ្ហានយោបាយនិងសង្គមដ៏ល្បីឈ្មោះត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2016កន្លងទៅក្រោយការបាញ់សម្លាប់នេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានសម្ដែងការសោកស្ដាយផងដែរយ៉ាងណាក៏ដោយមានតែជនឈ្មោះជួបសម្លាប់ម្នាក់គត់ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុនលើលោកបណ្ឌិតកែមលីសម្រាប់អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជានេះមិនទាន់ជាយុត្តិធម៌នៅឡើយនោះទេដូច្នេះពួកគេបានទទូចចង់ឲ្យមានការស៊ើបអង្កេតជាថ្មីជុំវិញឃាតកម្មលោកបណ្ឌិតកែមលីនេះដោយមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញអន្តរជាតិផងដែរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ត្រូវតែប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយចាប់ពីថ្ងៃទី15កក្កដាដល់ថ្ងៃទី15ខែសីហាខាងមុខអង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្តីជូនដំណឹងដូចនេះនៅថ្ងៃអង្គារម្សិលមិញទៅដល់មន្ត្រីដែលមានកាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិប្រមាណជាង 8,000 នាក់សូមបញ្ជាក់ថាអ្នកដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យទាំងជាង 8,000 នាក់គឺសំដៅទៅលើអ្នកជាប់ឆ្នោតថ្មីដែលមិនធ្លាប់មានមុខតំណែងនៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់និងអ្នកដែលលែងមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំណែកអ្នកជាប់ឆ្នោតបន្តអាណត្តិដែលមានជាង 7,000 នាក់មិនចាំបាច់ប្រកាសទ្រព្យសម្បត្តិនាពេលនេះទេដោយត្រូវប្រកាសនៅរបប2ឆ្នាំខាងមុខនៅខែមករាឆ្នាំ2018ឬខែមករាឆ្នាំ2019ខាងមុខអាជ្ញាធរជាតិអប្សរាបានថ្លែងថាសំណង់ខុសច្បាប់ទាំងអស់ដែលបានសាងសង់នៅតំបន់អង្គរនឹងត្រូវរុះរើដោយគ្មានការលើកលែងនេះគឺជាខ្លឹមសារនៃសន្និសីទកាសែតរបស់អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃពុធនេះសន្និសីទកាសែតនេះធ្វើឡើងដើម្បីដាស់តឿនឲ្យម្ចាស់សំណង់ខុសច្បាប់និងសាធារណជនទាំងអស់យល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃសំណង់ខុសច្បាប់ចំពោះបេតិកភណ្ឌអង្គរនិងចូលរួមអភិរក្សឲ្យបានគង់វង្សយើងស្ដាប់តាន់កឹមច័ន្ទវាសនានៅក្នុងសន្និសីទសារព័ត៌មានស្ដីពីគណៈកម្មការចម្រុះដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរលោកសុំម៉ាប់អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាម្ចាស់សំណង់ខុសច្បាប់នៅក្នុងតំបន់អង្គរតម្រូវឲ្យធ្វើការរុះរើជាបន្ទាន់ដែលហេតុថាសំណង់ទាំងអស់បានធ្វើឲ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌទេសភាពវប្បធម៌និងកម្រិតបរិស្ថានហើយផលប៉ះពាល់អាក្រក់ធ្ងន់ធ្ងរជាងនេះគឺអាចបណ្ដាលឲ្យប្រាសាទអង្គរវត្តត្រូវអង្គការ UNESCO ដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតមិនត្រឹមតែប៉ុណ្ណោះប្រជាពលរដ្ឋគ្មានហេតុផលនិងលិខិតស្នាមផ្លូវច្បាប់គ្រប់គ្រាន់ក្នុងការធ្វើការទាមទារនោះទេដោយសារតែពួកគេធ្វើការសាងសង់ដោយគ្មានច្បាប់ទម្លាប់តាមកិច្ចប្រជុំដែលរៀបចំឡើងដោយអាជ្ញាធរអប្សរាកាលពីម្សិលមិញភាគីពាក់ព័ន្ធបានឯកភាពគ្នាលើការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរក្នុងន័យការពីឲ្យបាននៅបេតិកភណ្ឌអង្គរសកម្មភាពនៃការចោះរុះរើនឹងធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថនៅក្នុងសប្តាហ៍ទី3នៃខែកក្កដានេះយ៉ាងណាមិញអាជ្ញាធរបានរៀបចំមធ្យោបាយសម្ភារៈនិងត្រៀមកម្លាំងដើម្បីទប់ស្កាត់បាតុភិបណាមួយដែលអាចកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារគូបញ្ជាក់ថាសកម្មភាពសាងសង់របស់ពលរដ្ឋនៅតំបន់អង្គររួមមានផ្ទះតូបលក់ដូរនិងការចាក់បំពេញដីសំណង់ខុសច្បាប់មានជាង500ករណីដែលក្នុងនោះមានការរំលោភសាងសង់គៀកនិងកំផែងប្រាសាទអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាសកម្មភាពរំលោភសាងសង់ទាំងនេះបានក្លាយជាសកម្មភាពអវិជ្ជមានដ៏ធ្ងន់ធ្ងរហើយធ្វើឲ្យអាប់អោនដល់កិត្តិយសភាពរបស់កម្ពុជាក្នុងការថែរក្សាការពារនិងអភិរក្សរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរាបានដាក់កំណត់ឲ្យរុះរើដែលត្រូវផុតកំណត់នៅថ្ងៃទី15មិថុនាមកម្លេះប៉ុន្តែប្រជាពលរដ្ឋមានការស្ទាក់ស្ទើរក្នុងការចោះរុះរើរហូតដល់ថ្ងៃដែលអាជ្ញាធរអប្សរាចាប់ផ្ដើមចាត់វិធានការគូរំលឹកផងដែរថាតំបន់អង្គរចុះបញ្ជីនៅឆ្នាំ1992ក្នុងបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ក្នុងគោលបំណងគៀងគរធនធានហិរញ្ញវត្ថុនិងបច្ចេកទេសដើម្បីអភិរក្សនិងអភិវឌ្ឍដូច្នេះហើយប្រទេសចុះបញ្ជីត្រូវកំណត់តំបន់ការពាររបស់ខ្លួនសំណុំរឿងជួញដូរឈើខុសច្បាប់ដែលមានជាប់ពាក់ព័ន្ធទៅនឹងមន្ត្រីប្រចាំខេត្តមណ្ឌលគិរីចំនួន11នាក់ត្រូវបានផ្ទេរមកតុលាការក្រុងភ្នំពេញហើយកាលពីសប្តាហ៍មុននេះបើតាមមន្ត្រីតុលាការក្រុងភ្នំពេញការផ្ទេរសំណុំរឿងនេះធ្វើឡើងតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងយុតិធម៌សឿងភិរៈរាយការណ៍លោកអ៊ីរ៉ានប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបងរាជធានីភ្នំពេញឲ្យដឹងថាសំណុំរឿងពុករលួយពាក់ព័ន្ធនឹងការជួញដូរឈើក្នុងខេត្តមណ្ឌលគិរីត្រូវបានបញ្ជូនមកដល់សាលាដំបងរាជធានីភ្នំពេញនិងស្ថិតនៅក្នុងដៃរបស់អាយកាចាត់ការលើសំណុំរឿងនេះយោងតាមការចុះផ្សាយរបស់កាសែត Cambodia Daily សំណុំរឿងខាងលើនេះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីខេត្តចំនួន11រូបរួមមានមេបញ្ជាការយោធានិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តឬអាចទាំងព្រះរាជអាជ្ញាអមសាលាដំបងខេត្តនេះដែរអ្នកនាំពាក្យក្រសួងយុតិធធទាំង3រូបមិនអាចតាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃទី12ខែកក្កដានេះលោកយ៉ាណារិនប្រធានសាលាដំបងខេត្តមណ្ឌលគិរីសូមមិនធ្វើអត្ថាធិប្បាយលើករណីខាងលើនេះចំណែកលោកមាសប្រុសអ្នកនាំពាក្យសាលាដំបងខេត្តមណ្ឌលគិរីបានដឹងថាសំណុំរឿងខាងលើនេះត្រូវបានបញ្ជូនមកសាលាដំបងក្រុងភ្នំពេញកាលពីថ្ងៃសុក្រសប្តាហ៍មុនហើយលោកមិនអាចបញ្ជាក់អត្តសញ្ញាណចំពោះអ្នកជាប់ពាក់ព័ន្ធទាំង11នាក់នោះទេប៉ុន្តែលោកថាអ្នកពាក់ព័ន្ធគឺជាមនុស្សដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរីនេះផ្ទាល់បើតាមលោកមាសប្រុសក្រៅពីអ្នកទាំង11នាក់នោះក៏មានមនុស្សផ្សេងទៀតជាប់ពាក់ព័ន្ធនឹងករណីពុករលួយខាងលើនេះដែរលោកប៉ែនបូណាមន្ត្រីអាត60ដែលតាមដានករណីនេះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថាការបញ្ជូនករណីអំពើពុករលួយក្នុងការជួញដូរឈើនេះធ្វើឡើងដោយសារតែសមាជិកភាពពាក់ព័ន្ធដល់មន្ត្រីក្នុងស្ថាប័នតុលាការខេត្តមណ្ឌលគិរីលោកបូណាយល់ឃើញថាប្រសិនបើសំណុំរឿងនេះបន្តទុកស៊ើបអង្កេតនៅក្នុងខេត្តមណ្ឌលគិរីនោះនឹងមិនអាចរកយុត្តិធម៌ឃើញទេលោកមាសប្រុសអ្នកនាំពាក្យសាលាដំបងខេត្តមណ្ឌលគិរីនិងលោកប៉ាន់បូណាមន្ត្រីអាត60ថាករណីស៊ើបអង្កេតលើមន្ត្រីរបស់ខេត្តមណ្ឌលគិរីនេះពេលនេះធ្វើឡើងក្រោយពីមានការបង្ក្រាបការជួញដូរឈើខុសច្បាប់កាលពីខែកុម្ភៈហើយឈ្មោះឈើបានឆ្លាយដាក់លើមន្ត្រីរបស់ខេត្តដែលមានទាំងមេបញ្ជាការនិងព្រះរាជអាជ្ញាបើតាមលោកបូណាឈ្មោះឈើបានផ្ដល់លុយទៅឲ្យមន្ត្រីនៅតាមព្រំដែនដើម្បីនាំឈើចេញអគារប៊ូឌីងសនឹងត្រូវរុះរើចាប់ពីថ្ងៃទី17ខែកក្កដាខាងមុខនេះតទៅហើយដើម្បីរៀបចំអភិវឌ្ឍឡើងវិញនេះបើតាមការជូនដំណឹងរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់កាលពីថ្ងៃម្សិលមិញក្រសួងបានគូសបញ្ជាក់បន្ថែមទៀតថាការរុះរើនេះនឹងបង្កការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងអគារប៊ូឌីងសក៏ដូចជាអ្នកដំណើរឆ្លងកាត់ដែលទាមទារឲ្យប្រុងប្រយ័ត្ននិងរួមសហការផងដែរយើងសូមងាកមកជម្រាបជូនពីព័ត៌មានអន្តរជាតិវិញម្ដងទីក្រុង Washington នៅថ្ងៃអង្គារម្សិលមិញនេះបានអញ្ជើញលោកលីវស៊ូប៉ូជ័យលាភីណូបែលសន្តិភាពឆ្នាំ2010ឲ្យទៅព្យាបាលខ្លួននៅសហរដ្ឋអាមេរិកទន្ទឹមគ្នានេះអាមេរិកក៏បានស្នើទៅដល់រដ្ឋាភិបាលចិនឲ្យដោះលែងលោកលីវស៊ូប៉ូផងដែរដើម្បីឲ្យលោកអាចទទួលបានការព្យាបាលជំងឺមហារីកដោយគ្រូពេទ្យឯកទេសជំនាញគួរជំរាបជូនថាសម្រាប់គ្រូពេទ្យបរទេសការបញ្ជូនលោកលីវស៊ូប៉ូទៅអាល្លឺម៉ង់ឬអាមេរិកអាចទៅរួចនឹងធ្វើឲ្យបានកាន់តែឆាប់កាន់តែប្រសើរព្រោះថាស្ថានភាពជំងឺឈានដល់ដំណាក់កាលចុងក្រោយមែនទែនហើយប៉ុន្តែពេទ្យចិនថាមិនអាចទេហានិភ័យមានខ្ពស់ណាស់សម្រាប់អ្នកជំងឺយើងនឹងវិលមកលម្អិតព័ត៌មាននេះនៅក្នុងនេតិទស្សនៈព្រឹត្តិការណ៍ពិភពលោកដោយមានអន្តរាគមន៍ពីអៀងសុកមិញនៅថ្ងៃអង្គារម្សិលមិញចិនបានបញ្ចេញប្រតិកម្មដោយប្រើពាក្យពេចន៍ខុសពីទម្លាប់ស័ព្ទមួយដងច្រានចោលនៅគំនិតដែលថាប៉េកាំងគឺជាអ្នកមានទំនួលខុសត្រូវទៅក្នុងវិបត្តិនៅឧបទ្វីបកូរ៉េវិបត្តិបានរីកធំធាត់និងឡើងតានតឹងខ្លាំងជាលំដាប់ព្រោះតែកូរ៉េខាងជើងបានបន្តអភិវឌ្ឍកម្មវិធី ballistic និង nuclear ដោយបានធ្វើការសាកល្បងជាច្រើនលើកច្រើនសារអៀងសុកមិញជូនព័ត៌មានការសាកល្បងមីស៊ីល ballistic ម្ដងហើយម្ដងទៀតរបស់ព្យុងយ៉ាងបានធ្វើឲ្យអាមេរិកក៏ដូចជាជប៉ុននិងកូរ៉េខាងត្បូងក្តៅក្រហាយកាន់តែខ្លាំងឡើងការបាញ់មីស៊ីលអន្តរទ្វីបមួយគ្រាប់ទៀតដែលអាចប៉ះទៅដល់ទឹកដីអាឡាស្កាឬក៏កោះហាវ៉ៃឬក៏ដែនដីអាមេរិកផ្នែកពាយ័ព្យនៃប្រទេសក៏បានធ្វើឲ្យស្ថានភាពកាន់តែធ្លាក់ដុនដាបថែមមួយកម្រិតទៀត
ក៏ប៉ុន្តែនៅក្នុងពេលជួបគ្នាដោយផ្ទាល់នាឱកាសជំនួបកំពូល G20 នៅប្រទេសអាល្លឺម៉ង់លោកប្រធានាធិបតីអាមេរិក Donald Trump បានទប់ជំហរប្រឹងប្រកាន់ភាសាផ្សះផ្សាដាក់ប្រធានាធិបតីចិនលោកស៊ីជីនពីងខ្លាំងណាស់លើប្រធានបទកូរ៉េខាងជើងដ៏រសើបមួយនេះលោកត្រាំបានត្រឹមតែប្រឡយថាពេលកាំងប្រើកម្លាំងមិនអស់ក្នុងការឃាតខាងសម្ព័ន្ធមិត្តតែមួយគត់របស់ខ្លួនឲ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរជាចម្លើយតបវិញនៅថ្ងៃនេះតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្យល់ថាចិនគ្មានទំនួលខុសត្រូវអ្វីទាំងអស់ក្នុងវិបត្តិតានតឹងនៅក្នុងឧបទ្វីបកូរ៉េហើយដំណោះស្រាយក៏មិនអាចប្រឡត់ចេញមកតែពីខាងចិនតែម្នាក់ឯងបានឡើយតាក់ទងនឹងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងអ្នកខ្លះផ្ដល់ភាពសំខាន់ជ្រុលហួសហេតុយល់ថាទំនួលខុសត្រូវចិនគឺជាក្បួនដោះស្រាយបញ្ហាអ្នកយល់ដូច្នេះគឺមកពីគេខ្វះចំណេះដឹងជ្រៅជ្រះនិងយល់ស្ថានភាពមិនច្បាស់លាស់ឬក៏មិនដូច្នេះទេមកពីអ្នកនោះចង់បង្វែរទំនួលខុសត្រូវដាក់គេនេះគឺជាការរិះគន់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនដោយធ្វើការក្រើនរំលឹកទៀតថាចិនប្រឹងធ្វើឥតឈប់និងបានដើរតួនាទីបែបស្ថាបនាច្រើនហើយតែភាគីពាក់ព័ន្ធផ្សេងទៀតត្រូវតែប្រឹងដែរមិនមែនបញ្ជាឲ្យគេធ្វើតែខ្លួនឯងឈរអោបដៃរួចចាំចាក់ពីក្រោយនោះឡើយគឺមិនអាចទទួលយកបានទេជាមួយនឹងប្រតិកម្មដំបូងក្នុងសម្ដីខ្លាំងខុសពីទម្លាប់នេះពេលកាំងបានថែមទាំងបរិហាគម្រោងពង្រីកខែមីស៊ីលអាមេរិកនៅកូរ៉េខាងត្បូងថាជាការគំរាមកំហែងសន្តិសុខផងនិងមិនមែនជាចំណែកជួយបន្ធូរបន្ថយសម្ពាធក្នុងតំបន់ផងនៅថ្ងៃអង្គារម្សិលមិញនេះមានសេចក្តីរាយការណ៍ថាប្រមុខដឹកនាំអង្គការជីហាតរដ្ឋអ៊ីស្លាមឈ្មោះថាអាប៊ូបាក័រអាល់បាក់ដាឌីបានស្លាប់បាត់បង់ជីវិតហើយសេចក្តីរាយការណ៍នេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ាក់ប្រកាសពីជោគជ័យនៃការវាយដណ្ដើមទីក្រុងមូស៊ូលពីក្រុមអង្គការរដ្ឋអ៊ីស្លាមត្រឡប់មកវិញក្រុមអ្នកសង្កេតការសិទ្ធិមនុស្សស៊ីរីនិងក្រុមអង្គការរដ្ឋអ៊ីស្លាមខ្លួនឯងបានទទួលស្គាល់ពីដំណឹងនេះប៉ុន្តែសហរដ្ឋអាមេរិកកំពុងតែផ្ទៀងផ្ទាត់សេចក្តីរាយការណ៍នេះនៅឡើយទេនៅថ្ងៃអង្គារម្សិលមិញលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកបានចេញពីកូវ៉ែតធ្វើដំណើរទៅដល់ទីក្រុងដូហាប្រទេសកាតាដើម្បីបន្តអន្តរាគមន៍ផ្សះផ្សាវិបត្តិជម្លោះរវាងកាតាហើយនិងក្រុមប្រទេសអារ៉ាប់លោក Tillerson បានជួបជាមួយនឹងអេមៀប្រទេសកាតានិងបានបង្ហាញពីក្តីសង្ឃឹមថាគ្រប់គ្នាអាចធ្វើបានប្រសើរទៅមុខថែមទៀតនៅក្នុងការរកច្រកចេញវិបត្តិកាតាព្រំសឿនសលីណាជូនព័ត៌មានក្នុងពេលទស្សនកិច្ចនៅទីក្រុងដូហាប្រទេសកាតាថ្ងៃអង្គារម្សិលមិញរដ្ឋមន្ត្រីការបរទេសអាមេរិកបានជួបពិភាក្សាជាមួយអេមៀឆេកតាមីមប៊ិនហាម៉ាត់អាល់ថានីទស្សនកិច្ចរបស់លោក Tillerson មានទិសដៅបន្តផ្សះផ្សាវិបត្តិជម្លោះរវាងកាតានិងប្រទេសអារ៉ាប់ចំនួន4គឺអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមបារ៉ែននិងអេស៊ីបរដ្ឋមន្ត្រីការបរទេសអាមេរិកលើកឡើងថាលោកគិតថាកាតាបានបង្ហាញចំហច្បាស់លាស់ហើយនេះជាអ្វីដែលត្រឹមត្រូវវិបត្តិកាតាបានផ្ទុះឡើងនៅដើមខែមិថុនាពេលអារ៉ាប៊ីសាអូឌីតអេមីរ៉ាតអារ៉ាប់រួមបារ៉ែននិងអេស៊ីបបាននាំគ្នាផ្ដាច់ទំនាក់ទំនងការទូតនិងបិទព្រំដែនជាមួយកាតាប្រទេសទាំង4បានដាក់លក្ខខណ្ឌ13ចំណុចឲ្យកាតាអនុវត្តបែបយ៉ាងកាតាត្រូវបិទមូលដ្ឋានទ័ពទូគីក្នុងទឹកដីកាត់បន្ថយទំនាក់ទំនងជាមួយអ៊ីរ៉ង់ត្រូវបិទដំណើរការទូរទស្សន៍អាល់ហ្សាហ្សេរ៉ាឬក៏ឈប់គាំទ្រក្រុមជ្រុលនិយមអ៊ីស្លាមជាដើមសំណើទាំងអស់នេះត្រូវបានកាតាទាត់ចោលដោយចោទទៅវិញថារំលោភលើបូរណភាពកាតាអាមេរិកទទួលស្គាល់ថាវិបត្តិកាន់តែស្មុគស្មាញក្នុងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រពេកសដែលមានប្រទេសអារ៉ាប៊ីសាអូឌីតកាតាអូម៉ង់បារ៉ែនកូវ៉ែតនិងអេមីរ៉ាតអារ៉ាប់រួមព្រោះថាក្រុមប្រទេសអារ៉ាប់បានចោទថាកាតាគាំទ្រក្រុមជ្រុលនិយមនិងមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ដែលជាសត្រូវរបស់អារ៉ាប៊ីសាអូឌីតការចរចានៅប្រទេសអន្តរការីកូវ៉ែតមិនបានលឿនទៅមុខទេវិបត្តិកាតាអាចប្រើពេលច្រើនខែទើបអាចដោះស្រាយបានកាលពីថ្ងៃច័ន្ទកូវ៉ែតអាមេរិកនិងអង់គ្លេសបានស្នើឲ្យគ្រប់ភាគីចរចាគ្នារកដំណោះស្រាយឲ្យបានឆាប់បំផុតដោយឡែកទូរទស្សន៍ CNN បានចុះផ្សាយឯកសារសម្ងាត់ស្ដីពីកិច្ចព្រមព្រៀងឆ្នាំ2013និងឆ្នាំ2014រវាងមេដឹកនាំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រពេកសប្រទេសហត្ថលេខីបានបដិញ្ញាប្រយុទ្ធភេរវកម្មនិងការពារស្ថិរភាពតំបន់ប៉ុន្តែតាមកិច្ចព្រមព្រៀងនេះគេមិនអាចចាត់វិធានការអ្វីប្រឆាំងនឹងប្រទេសហត្ថលេខីណាមួយទេបើគ្មានការពិភាក្សាជាមុនជាមួយប្រទេសនោះយោងតាមចំណុចនេះកាតាបានចោទថាវិធានការដែលក្រុមប្រទេសអារ៉ាប់ចាត់ឡើងប្រឆាំងកាតារំលោភទាំងស្រុងលើកិច្ចព្រមព្រៀងមួយនេះវិទ្យុបារាំង RFI ភ្នំពេញ 92 MHz សៀមរាប
92 MHz បាត់ដំបងក្រុងព្រះសីហនុនិងកំពង់ចាម 94.5 MHzលោកអ្នកស្ដាប់ជាទីមេត្រីជាបន្តទៀតនេះគឺជានាទីព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃរបស់បាសំណាប់នឹងជម្រាបជូនលោកអ្នកអំពីអ្នកខ្លំមើលបរិស្ថានស្វាគមន៍ការបញ្ឈប់នាំចេញខ្សាច់ទៅលក់នៅក្រៅប្រទេសប៉ុន្តែមិនទាន់ជា 100% បន្តមកទៀតគឺជានាទីទស្សនៈព្រឹត្តិការណ៍កម្ពុជារបស់នាងខ្ញុំអមរជនាស្ដីពីវប្បធម៌លើកតម្កើងបុគ្គលនៅតែមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជានៅក្នុងនាទីទស្សនៈព្រឹត្តិការណ៍ពិភពលោកអ្នកនឹងបានស្ដាប់អៀងសុកមិញពន្យល់អំពីមូលហេតុដែលចិនមិនអោយលោកលាវសៀពោចេញទៅព្យាបាលនៅបរទេសនាទីទស្សនៈព័ត៌មានរៀបចំជូនដោយសឿងភិរៈនិងនៅចំបញ្ចប់កម្មវិធីរបស់យើងលោកអ្នកនឹងបានស្ដាប់នាទីសុខភាពរៀបចំជូនដោយអៀងសុកមិញព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃក្រសួងរាយនឹងធម្មពលកាលពីថ្ងៃទី10ខែកក្កដាកន្លងទៅបានចេញសេចក្តីប្រកាសស្តីពីការបញ្ឈប់ការអនុញ្ញាតឲ្យនាំខ្សាច់គ្រប់ប្រភេទនៅខេត្តកោះកុងចេញទៅលក់នៅក្រៅប្រទេសសេចក្តីសម្រេចលើកទី2នេះបានធ្វើឡើងក្រោយពីមានរបាយការណ៍ស្តីពីផលប៉ះពាល់នៃការបូមខ្សាច់សមុទ្រដែលស្ថិតនៅតាមស្ទឹងនានានៅក្នុងខេត្តកោះកុងហើយដែលត្រូវបានរងការរិះគន់ពីក្រុមអ្នកឃ្លាំមើលបរិស្ថាននៅកម្ពុជាយ៉ាងណាក៏ដោយសេចក្តីប្រកាសនេះត្រូវបានស្វាគមន៍ភ្លាមៗដោយក្រុមអ្នកតស៊ូមតិប៉ុន្តែពួកគេនៅមិនទាន់ជឿជាក់ 100% នៅឡើយទេក្រុមអ្នកឃ្លាំមើលបរិស្ថាននៅក្នុងខេត្តកោះកុងបានកត់សម្គាល់ឃើញថាមានសេចក្តីសម្រេចមួយចំនួនដែលអាជ្ញាធររដ្ឋាភិបាលបានបរាជ័យក្រោយពីការដាក់ឲ្យអនុវត្តសូមស្ដាប់សេចក្តីរាយការណ៍របស់វ៉ាសំណាប់ការសម្រេចនេះវាជាប្រយោជន៍មួយសម្រាប់សហគមន៍នៅក្នុងការតាមដានបើសិនជាមានការបូមខ្សាច់ខុសច្បាប់ឬក៏មានការបូមខ្សាច់យ៉ាងទីនោះពិតជានៃបាត់ល្មើសហើយអញ្ចឹងខ្ញុំគិតថាជាការសម្រេចមួយដែលជារូបភាពមួយដែលបង្ហាញឲ្យមានប្រសិទ្ធភាពនៃការបូមខ្សាច់នៅតែកោះកុងនៅដែរជំនាញការវាយចិត្តមែនទែនដោយសារតែកន្លងមកសកម្មជនបរិស្ថានក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាននិងសកម្មជនមេដាធម្មជាតិយើងបានធ្វើការតស៊ូមតិបាទយ៉ាងខ្លះខ្នែងបាទជួបប្រទះជាមួយនឹងឧបសគ្គហានិភ័យបាទឬរាប់មិនអស់ហើយនៅទីបំផុតហ្នឹងក៏យើងឃើញថាអ្វីដែលយើងចង់បានហ្នឹងគឺបានសម្រេចដោយបំណងនេះគឺជាការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើលបរិស្ថាននិងសង្គមស៊ីវិលដែលធ្វើការតស៊ូមតិជាយូរមកហើយលើសកម្មភាពនៃការនាំខ្សាច់សមុទ្ររបស់ប្រទេសកម្ពុជានៅក្នុងខេត្តកោះកុងទៅលក់នៅឯក្រៅប្រទេសក្រុមអ្នកតស៊ូមតិទាំងនេះបានអះអាងថានឹងរងចាំមើលការអនុវត្តរបស់អាជ្ញាធររដ្ឋាភិបាលនិងភាគីពាក់ព័ន្ធលើសេចក្តីសម្រេចជាថ្មីនេះយុវជនសានម៉ាឡាសកម្មជនការពារប្រធានបាទតើតូនជាមួយនឹងយុទ្ធនាការប្រជុំការបូមខ្សាច់នេះយើងចាប់ផ្ដើមឡើងតាំងពីម្លងខែមេសាឆ្នាំ2015បាទហើយកាលនោះរហូតដល់នៅក្នុងខែសីហាហ្នឹងសកម្មជន3នាក់បាទមានខ្ញុំហើយមានទីសុវិគានិងស៊ីមសំណាងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចហ្នឹងចាប់នឹងបញ្ជូនទៅពន្ធនាគារអស់រយៈពេលជាង10ខែនិង14ថ្ងៃដោយសារតែយើងជាមួយនឹងប្រជាជនមូលដ្ឋាននៅក្នុងស្រុកបទុមសាគរនាំគ្នាតវ៉ាទាមទារឲ្យមានការផ្អាកនិងប្រជុំសកម្មភាពបូមខ្សាច់នៅតាមបណ្ដោយដងព្រែកក្នុងទឹកហ្នឹងបាទលោកសនជ័យប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបាទតែសម្រាប់នេះវាខាត់ឡើងថាជាថ្មីនៅពេលដែលមានរឿងអស្ចារ្យជាច្រើននៃការបារម្ភទាក់ទងនឹងការបូមខ្សាច់ហើយគណៈពេលដែលមានឃើញមានកំឡុងជាច្រើនហើយមានប្រវត្តិសាស្ត្រសងហើយក្រុមហ៊ុនហ្នឹងហើយវិជាវរដ្ឋសហគមន៍ក៏សង្ស័យថាថ្ងៃមុខទៅនឹងមានការបូមខ្សាច់ឡើងវិញនៅតំបន់នោះគួរជម្រាបជូនថាកាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2017នេះក្រសួងរាយនឹងធម្មពលទើបតែបានចេញសេចក្តីប្រកាសថ្មីមួយស្តីអំពីការបញ្ឈប់ការអនុញ្ញាតឲ្យនាំខ្សាច់សំណង់គ្រប់ប្រភេទនិងខ្សាច់លបាយភក់នៅតាមស្ទឹងចំនួន4នៃខេត្តកោះកុងនាំចេញទៅលក់នៅក្រៅប្រទេសសេចក្តីសម្រេចបិទជាស្ថាពរលើការនាំខ្សាច់ចេញពីខេត្តកោះកុងទៅក្រៅប្រទេសនេះបានកើតឡើងក្រោយពីមានរបាយការណ៍សិក្សាថ្មីមួយស្តីអំពីផលប៉ះពាល់នៃការបូមខ្សាច់ដែលគ្រោងនឹងប្រកាសផ្សព្វផ្សាយនាថ្ងៃទី21ខែកក្កដាខាងមុខនេះបើតាមការបញ្ជាក់ពីលោកមេងសធិរាអ្នកនាំពាក្យក្រសួងរាយនឹងធម្មពលប៉ុន្តែអ្នកឃ្លាំមើលបរិស្ថាននៅមិនទាន់ជឿ 100% នោះទេកន្លងមកយើងអត់ដែលជឿជាក់លើក្រសួងរាយនឹងធម្មពលហើយក៏បច្ចុប្បន្ននេះយើងក៏មិនសូវមានជំនឿប្រហែលដែរក៏ប៉ុន្តែលិខិតនេះវាជាផុសតាងសំអាងមួយដើម្បីយើងធ្វើការតស៊ូមតិឬក៏ដើម្បីកុំឲ្យជនខូចដែលព្យាយាមធ្វើសកម្មភាពប្រពន្ធខ្សាច់ហ្នឹងគេយល់ថាក្រុមហ៊ុនរបស់គេមានការអនុញ្ញាតត្រឹមត្រូវលោកមេងសធិរាការសិក្សាស្រាវជ្រាវនេះបានចាប់ផ្ដើមភ្លាមនៅក្រោយពេលដែលក្រសួងបានជាបដិអសននៅការនាំចេញខ្សាច់មួយតាំងពីឆ្នាំ2015
2016នឹងមកហើយការសិក្សាហ្នឹងទៅតែនឹងបញ្ចប់នៅពេលថ្មីៗហ្នឹងឯងហើយលទ្ធផលនៃការសិក្សាហ្នឹងត្រូវបានយកមកធ្វើជាមូលដ្ឋាននៅក្នុងការចេញនៃឱកាសបញ្ឈប់ការអនុញ្ញាតធ្វើអាជីវកម្មនាំចេញខ្សាច់ខេត្តកោះកុងក៏ដូចជាការចងកំណត់នៅយុទ្ធសាស្ត្រគ្រប់គ្រងអាជីវកម្មខ្សាច់តាមបណ្ដាស្ទឹងនៅខេត្តកោះកុងនឹងដែរលោកមេសធិរាបានបន្ថែមយើងខ្ញុំមិនមានការឆ្លើយតបអីចំពោះការលើកឡើងរបស់គាត់ទេព្រោះជាទូទៅគាត់លើកអញ្ចឹងតែរហូតមកហើយសូម្បីតែការនាំចេញខ្សាច់ហ្នឹងគាត់ថាអត់ចឹងដែរប៉ុន្តែជាក់ស្ដែងមិនមានការនាំចេញខ្សាច់អីក្រោយពីយើងបានគេបាននេះថាវិធានការរបស់យើងក៏បានដាក់ចេញក៏មានប្រសិទ្ធភាពដែរយុវជនសានម៉ាឡាក៏ប៉ុន្តែគណៈពេលដែលក្រសួងបានចេញលិខិតមួយដើម្បីហាមឃាត់ការនាំចេញខ្សាច់ទៅក្រៅប្រទេសជាស្ថាពរហ្នឹងក៏យើងឃើញថាការដ្ឋានមួយត្រូវបានក្រុមហ៊ុនសាងសង់ឡើងនៅក្នុងគោលបំណងដើម្បីលាងខ្សាច់ហើយនាំចេញទៅក្រៅប្រទេសដែរហ្នឹងគឺនៅតែមានសកម្មភាពក្នុងការសាងសង់លោកមេសធិរាអ្នកនាំពាក្យក្រសួងរ៉ែនិងធម្មពលតាមពិតទៅរហូតមកដល់បច្ចុប្បន្ននេះគឺក្រុមហ៊ុនទាំងអស់ហ្នឹងបានបិទទ្វារអស់ហើយតាំងពីយើងការនាំចេញខ្សាច់ជាបណ្ដោះអាសន្នតាំងពីឆ្នាំ2016នោះចំណែកលោកសនជ័យប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាក៏បានទាមទារឲ្យមានការភ្ជាប់ជាមួយនៅយន្តការបន្ថែមទៀតទៅលើសេចក្តីប្រកាសរបស់ក្រសួងនេះដែលសម្រាប់ណាដែលមិនមានភាពអត់នេះថាជាដែលសម្រាប់មួយដែលខ្វះការរៀបយន្តការតាមដានហើយនិយាយទៅគឺយើងមើលទៅលើអតិពលនៃមន្ទីររ៉ែនៅខាងពលខេត្តនេះគឺថាក៏អត់មានអំណាចគ្រប់គ្រាន់ដែរហើយក៏វាអាចទៅពាក់ព័ន្ធជាមួយនឹងរឿងដែនរឿងថាភាពមានកម្រិតនៃការសហការពីស្ថាប័នរដ្ឋកិច្ចផ្សេងៗក្រសួងរ៉ែនិងក្រសួងស៊ីវិលនេះលោកមេសធិរាអ្នកនាំពាក្យក្រសួងរ៉ែនិងធម្មពលបានឆ្លើយតបយើងមានវិធានការពីរដែលត្រូវបានទន្ទឹមគ្នាវិធានការមួយមានភាពទន់ភ្លន់ដែលដូចខ្ញុំថាពីដើមនេះយើងគ្រោងនៅថ្ងៃ21សប្តាហ៍ក្រោយនេះនឹងរៀបចំនៅកិច្ចប្រជុំជាមួយនឹងដៃគូពាក់ព័ន្ធទាំងអស់នោះទាំងអង្គការសង្គមស៊ីវិលទាំងសហគមន៍ទាំងអាជ្ញាធរមូលដ្ឋានអីដែលពាក់ព័ន្ធនឹងដើម្បីផ្សព្វផ្សាយអំពីបទបញ្ញត្តិថ្មីនោះហើយនឹងកិច្ចវិធីរបៀបអនុវត្តនៃបទបញ្ញត្តិថ្មីនោះដើម្បីឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជំរុញឲ្យមានតម្លាភាពនិងសិទ្ធិភាពនៃការអនុវត្តវិធានការតឹងរ៉ឹងជាវិធានការច្បាប់ថាវិបាលបានបង្កើតក្រុមការងារជាតិក្រុមការងារជាតិមួយគណៈកម្មការជាតិមួយសម្រាប់ទប់ស្កាត់បង្ក្រាបបទល្មើសខណៈកត្តាទៅលើធនធានធម្មជាតិនឹងជាក្របខ័ណ្ឌជាតិហើយដែលមានសារិយៈបានរបស់ខ្លួនទៅតាមបណ្ដាខេត្តបាទខេត្តមួយនឹងសុទ្ធតែជាសមាជិកតួអង្គដ៏សំខាន់នៅក្នុងគណៈកម្មការជាតិនេះលោកមេសធិរាបានបន្ថែមលើយន្តការទាំងពីរហ្នឹងយើងមានយន្តការឆ្នាំគុណធានធម្មជាតិរបស់យើងដែលយើងបានបើកចំហនៅទូលាយដោយការចូលរួមរបស់បណ្ដាសហគមន៍ប្រជាពលរដ្ឋយើងសកម្មជនបរិស្ថានសង្គមរបស់យើងដែលកន្លងមកបានចូលរួមយ៉ាងសកម្មរួចហើយនៅក្នុងការផ្តល់ព័ត៌មានអំពីបទល្មើសនានាដែលកើតឡើងនៅក្នុងការធ្វើអាជីវកម្មទាំងអស់នេះដើម្បីឲ្យយើងអាចនឹងចាត់វិធានការបានតាំងពីវេលាលោកសនជ័យប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាកន្លងមកយើងឃើញថាមានការរឹងច្រានព័ត៌មានដាក់គ្នាដោយទៅមកណាគឺថារឿងសហគមន៍ដែលគឺក៏សកម្មជនមេដាធម្មជាតិហ្នឹងគេផ្ដោតអស់តាមនៃការថតបានថាមានកប៉ាល់ធំនៅបត់ខាងក្រៅអញ្ចឹងខ្ញុំថាក៏តែមាននៃការសហការគេក្នុងការស្វែងរកការពិតទៅវិទ្យានៃការសម្ដែងបរិយាកាសបានហើយលោកមេសធិរាមុនពេលយើងបានហ្នឹងមានដូចជា8-9ក្រុមហ៊ុននេះហ្នឹងក្រោយពី2016មកអស់ហើយអត់មានទេនៅសល់មានតែពួកអាជីវករផ្នែកតូចជាគណៈសិប្បកម្មតូចគាត់ធ្វើអាជីវកម្មនៅផ្នែកខាងលើនៃដងស្ទឹងដើម្បីផ្គត់ផ្គង់នឹងខ្សាច់សំណង់នៅក្នុងខេត្តនៅក្នុងតំបន់របស់គាត់ហ្នឹងឯងជាទូទៅខ្សាច់ដែលបាននាំចេញពីតំបន់ឆ្នេររបស់យើងហ្នឹងជាខ្សាច់លបាយភក់ដែលមានគុណភាពគ្រប់គ្រាន់សម្រាប់យកទៅធ្វើជាបេតុងទេប៉ុន្តែមានគុណភាពសម្រាប់យកទៅចាក់បំពេញគឺការចាក់បំពេញលុបដីចាក់បំពេញដើម្បីធ្វើការអភិវឌ្ឍដីធ្លីនិងកសាងដល់អគារតំណងអីផ្សេងៗហ្នឹងឯងគួរ
ជំរាបជូនថានេះគឺជាសេចក្តីសម្រេចជាលើកទី2ហើយលើចំណាត់ការនៅក្នុងការបញ្ឈប់ការនាំចេញខ្សាច់សមុទ្រពីប្រទេសកម្ពុជាទៅលក់នៅក្រៅប្រទេសក្រោយពីសំណុំរឿងនេះបានផ្ទុះឡើងខ្ទរខ្ទាររហូតដល់មានការកោះហៅរដ្ឋមន្ត្រីក្រសួងរាយនិងធម្មពលទៅឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភាផងកាលពីឆ្នាំ2016សង្ហបុរីដែលជាប្រទេសតូចតែមានសេដ្ឋកិច្ចជឿនលឿនត្រូវបានគេដឹងថាគឺជាទីផ្សារនាំចេញខ្សាច់សមុទ្រពីប្រទេសកម្ពុជាដើម្បីយកទៅចាក់ពង្រីកដែនកោះរបស់ខ្លួនប៉ុន្តែអំណះតទៅលោកមេងសធិរាបានបញ្ជាក់ថានឹងមិនមានការអនុញ្ញាតឲ្យមានការនាំចេញខ្សាច់សមុទ្រពីប្រទេសកម្ពុជាទៀតទេក្នុងរយៈពេល5ឆ្នាំក្រោយបើគ្មានការសិក្សាវិតម្លៃថ្មីលើផលប៉ះពាល់ខណៈដែលវិបត្តិនិងផលប៉ះពាល់នៃការបូមខ្សាច់នេះបានកើតឡើងរយៈពេលជាង10ឆ្នាំមកហើយនៅក្នុងនាមយុវជនដែលធ្វើកិច្ចការងារសង្គមយើងនៅតែបន្តបដិញ្ញាដើម្បីឃ្លាំមើលសកម្មភាពខ្សាច់ជាពិសេសក៏យើងមានចន្ទៈនៅក្នុងការការពារអភិរក្សក៏ដូចជាស្រាវជ្រាវនិងស៊ើបអង្កេតពីរឿងជាច្រើនទៀតទាក់ទងជាមួយនឹងអាជីវកម្មទាញយកធនធានធម្មជាតិមិនថានៅក្នុងខេត្តកោះកុងទេបច្ចុប្បន្ននេះក្រុមសកម្មជនគឺចាប់ផ្ដើមបានពង្រីកខ្លួនទៅតំបន់មួយចំនួនទៀតបាទដែលទាក់ទងទៅនឹងសកម្មភាពទាញយកធនធានធម្មជាតិដោយអត់មានតម្លាភាពនេះកម្មវិធីនេះសហការឧបត្ថម្ភដោយសាលាអន្តរជាតិ Bluebird ជាសាលាឯកទេសខាងអប់រំនិងអភិវឌ្ឍកុមារតូចដែលផ្ដល់បរិយាកាសសិក្សានិងការថែទាំល្អទទួលចុះឈ្មោះកុមារពីអាយុ2ឆ្នាំដល់6ឆ្នាំចំពោះកម្មវិធីសិក្សាមត្តេយ្យអន្តរជាតិគឺយកតាមស្តង់ដារប្រទេសអង់គ្លេសSinvenju ជាក្រុមហ៊ុនលក់កាហ្វេធម្មជាតិឈានមុខគេនិងមានតែមួយគត់នៅកម្ពុជាក្រុមហ៊ុន Cooling Film មានទទួលបិទ sticker បន្ថយកម្ដៅក្នុងរថយន្តនិងក្នុងអាគារដ៏មានប្រសិទ្ធភាពព័ត៌មានបន្ថែមសូមតាក់ទងលេខទូរស័ព្ទ093 22 00 23ឬ092 99 88 77សាកលវិទ្យាល័យឯកទេសនៅកម្ពុជា CUS សិក្សាដើម្បីបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃសិក្សានៅ CUSកាហ្វេ Funon សញ្ញាមេដៃកាហ្វេធម្មជាតិសុទ្ធឈ្ងុយឆ្ងាញ់ផលិតដោយក្រុមយុវជនយុវនារីខ្មែរ ISI Palm ផលិតផលស័ង្កសីពណ៌គុណភាពខ្ពស់ផលិតដោយបច្ចេកវិទ្យាជប៉ុននិងអូស្ត្រាលីវត្ថុធាតុដើមស្តង់ដារអន្តរជាតិ ISO 9001:2008 ISI Palm ជាប់ធន់ជានិរន្តរ៍ ISI Palm ផលិតផលរបស់ក្រុមហ៊ុន ISI Steel និងថ្នាំផ្សិត Trichoderma ប្រើថ្នាំផ្សិត Trichoderma ចំណាយតិចចំណេញច្រើនទាំងសុខភាពនិងថវិកាព័ត៌មានបន្ថែមសូមតាក់ទងលេខទូរស័ព្ទ012 588 135និង012 599 246ទេសនាព្រឹត្តិការណ៍កម្ពុជាវប្បធម៌លើកដំកើងបុគ្គលនៅតែមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ជាពិសេសនៅក្នុងជួររដ្ឋាភិបាលតែម្ដងបានប្រណាំងគ្នាបង្ហាញការគាំទ្រនិងលើកដំកើងថ្នាក់ដឹកនាំរបស់ខ្លួនយ៉ាងលើសលប់មែនទែនទៅការលើកដំកើងបុគ្គលណាមួយមិនមែនជារឿងខុសឆ្គងទេប៉ុន្តែប្រសិនបើការលើកដំកើងនោះខ្ពង់ខ្ពស់ហួសជ្រុលពេកវានឹងបំផ្លាញបុគ្គលដែលត្រូវបានលើកដំកើងនោះទៅវិញសូមស្ដាប់បទវិភាគរបស់នាងខ្ញុំអមរជនាដែលជាការចាក់ផ្សាយឡើងវិញពាក្យថាវប្បធម៌លើកដំកើងបុគ្គលឬ Cult of Personality អ្វីត្បិតតែត្រូវបានគេប្រើប្រាស់នៅក្នុងអំឡុងឆ្នាំ1800ក្នុងប្រទេសបារាំងនិងអាល្លឺម៉ង់ក៏ពិតមែនប៉ុន្តែប្រទេសនានាលើលោករួមទាំងកម្ពុជាផងបានប្រតិបត្តិទម្លាប់នេះតាំងពីបុរាណកាលមកហើយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាជនជាតិខ្មែរមានទម្លាប់លើកដំកើងព្រះមហាក្សត្រថាជាអាទិទេពជាព្រះពុទ្ធជាបុគ្គលមានបារមីស័ក្តិសិទ្ធិនិងជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រទេសក្រោយមកនៅពេលដែលប្រទេសបដូររបបនយោបាយថ្នាក់ដឹកនាំប្រទេសត្រូវបានគេគោរពលើកដំកើងជំនួសវិញនៅក្នុងរបបសាធារណរដ្ឋខ្មែរលោកសេនាប្រមុខលន់នល់ត្រូវបានគេចាត់ទុកថាជាវីរជនដ៏ឆ្នើមបំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគេបានប្រើប្រាស់ពាក្យអង្គការមហាលុតផ្លោះមហាអស្ចារ្យដើម្បីហៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃរបបនេះក្រោយមកទៀតនៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី2ថ្នាក់ដឹកនាំជាទូទៅត្រូវបានមន្ត្រីថ្នាក់ក្រោមអ្នកគាំទ្រក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួនចាត់ទុកថាជាបុគ្គលដ៏ខ្ពង់ខ្ពស់ការចូលរួមនៅក្នុងពិធីណាមួយគឺជាអធិបតីដ៏ខ្ពង់ខ្ពស់ការនិយាយជាសាធារណៈគឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់សូម្បីហត្ថលេខាក៏គេចាត់ទុកថាជាហត្ថលេខាដ៏ខ្ពង់ខ្ពស់ដែរ
នៅតាមបណ្ដាញផ្សព្វផ្សាយមួយចំនួនតាំងពីកម្មវិធីព័ត៌មានរហូតដល់កម្មវិធីកម្សាន្តសកម្មភាពរបស់ថ្នាក់ដឹកនាំត្រូវបានផ្សព្វផ្សាយភ្ជាប់ជាមួយដោយសារព្រមទាំងបទចម្រៀងលើកដំកើងពីគុណបំណាច់ការតស៊ូនិងការលះបង់នានាដើម្បីសុខសន្តិភាពរបស់ប្រទេសជាការពិតហើយថាការលើកដំកើងបុគ្គលណាមួយមិនមែនជារឿងខុសឆ្គងទេប៉ុន្តែប្រសិនបើការលើកដំកើងនោះខ្ពង់ខ្ពស់ហួសជ្រុលពេកមិនឆ្លុះបញ្ចាំងពីការពិតវានឹងត្រឡប់ទៅបំផ្លាញមេដឹកនាំដែលត្រូវបានលើកដំកើងនោះទៅវិញជាទូទៅនៅក្នុងសង្គមដែលប្រកាន់យកវប្បធម៌លើកដំកើងបុគ្គលគេច្រើនតែសង្កេតឃើញថាថ្នាក់ដឹកនាំមានអំណាចខ្លាំងក្នុងការបង្គាប់បញ្ជាមន្ត្រីថ្នាក់ក្រោមការអនុវត្តរបៀបនេះคล้ายជាទម្លាប់រហូតធ្វើឲ្យមន្ត្រីថ្នាក់លើคล้ายជាទំយើយល់ថាមានតែខ្លួនឯងទេដែលល្អនិងពូកែលើសគេចំណែកមន្ត្រីថ្នាក់ក្រោមវិញคล้ายជាខ្ជិលច្រអូសមិនទទួលខុសត្រូវលើការងាររបស់ខ្លួនគឺទាល់តែមានបញ្ជាពីថ្នាក់លើទើបធ្វើការទាំងនេះបានធ្វើឲ្យបញ្ហាតូចប្រមូលផ្ដុំក្លាយជាបញ្ហាធំនិងចាក់ស្រេះពិបាកដោះស្រាយរដ្ឋាភិបាលគណបកប្រជាជនកម្ពុជាដែលមានវប្បធម៌លើកដំកើងថ្នាក់ដឹកនាំធ្លាប់ទទួលបានមេរៀនជូរចត់និងច្បាស់លាស់ណាស់តាមរយៈការស្រុតចុះប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការបោះឆ្នោតសភាចុងក្រោយនេះមេរៀននេះគួរតែមានន័យគ្រប់គ្រាន់ក្នុងការកែលម្អស្ថានភាពឡើងវិញប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយក៏វប្បធម៌លើកដំកើងដើម្បីផ្គប់ចិត្តថ្នាក់លើច្រើនជាងផ្គប់ចិត្តពលរដ្ឋម្ចាស់ឆ្នោតនៅតែមិនទាន់ថមថយនៅឡើយទេសប្តាហ៍ថ្ងៃគេនៅតែប្រទះឃើញសារជូនពរតាមបណ្ដាញផ្សព្វផ្សាយនានាសម្រាប់បុគ្គលណាម្នាក់ជាពិសេសថ្នាក់ដឹកនាំតែម្ដងនៅក្នុងឱកាសខួបកំណើតឬក្នុងឱកាសតែងតាំងឋានៈថ្មីណាមួយយ៉ាងណាក៏ដោយគេពិបាកនឹងបន្ទោសមន្ត្រីថ្នាក់ក្រោមណាស់ចំពោះការលើកដំកើងមេកៅដូចនេះពិបាកបន្ទោសព្រោះតែការប្រតិបត្តិរបៀបនេះកើតមានតាំងពីបុរាណកាលហើយបន្តកើតមានកាន់តែច្រើនឡើងនាពេលបច្ចុប្បន្នអ្នកលើកដំកើងគេមួយចំនួនមិនត្រឹមតែចង់ទំយើថ្នាក់ដឹកនាំរបស់ខ្លួនតាមទម្លាប់ប៉ុណ្ណោះទេពួកគេក៏ចង់បានមកវិញផងដែរនៅឥទ្ធិពលនិងផលប្រយោជន៍ណាមួយដូច្នេះការបញ្ចប់វប្បធម៌លើកដំកើងបុគ្គលដែលភាគច្រើនជាមេកៅនេះទំនងជាមិនអាចទៅរួចទេប្រសិនបើគេរងចាំតែការអនុវត្តពីមន្ត្រីថ្នាក់ក្រោមតែម្ខាងមន្ត្រីថ្នាក់លើខ្លួនឯងដែលត្រូវគេលើកដំកើងត្រូវតែទទួលស្គាល់ថាការប្រព្រឹត្តរបៀបនេះកំពុងតែបង្កើតបញ្ហាហើយត្រូវបង្កើតទម្លាប់ថ្មីដែលថ្នាក់ក្រោមអាចសរសើរព្រមទាំងរិះគន់ស្ថាបនាមន្ត្រីថ្នាក់លើផងដែរដោយផ្អែកទៅលើតថភាពជាក់ស្ដែងមានតែទម្លាប់ថ្មីដូចនេះទេទើបអាចផ្ដួលរំលំនៅវប្បធម៌លើកដំកើងបុគ្គលការធ្វើនយោបាយបែបអំណាចប្រមូលផ្ដុំដើម្បីឈានទៅដោះស្រាយបញ្ហានានានៅក្នុងសង្គមជាតិឲ្យបានពិតប្រាកដទស្សនៈព្រឹត្តិការណ៍ពិភពលោកស្ថានភាពសុខភាពរបស់លោកលីវស៊ូប៉ូជ័យលាភីណូបែលសន្តិភាពឆ្នាំ2010កាន់តែចុះដុនដាបក្រោមសម្ពាធអន្តរជាតិរដ្ឋាភិបាលចិនបានសុកចិត្តអញ្ជើញគ្រូពេទ្យឯកទេសបរទេស2រូបឲ្យទៅពិនិត្យស្ថានភាពជំងឺមហារីករបស់លោកលីវស៊ូប៉ូកាលពីសប្តាហ៍មុនសម្រាប់គ្រូពេទ្យបរទេសការបញ្ជូនអ្នកជំងឺទៅអាល្លឺម៉ង់ឬអាមេរិកអាចធ្វើទៅរួចនិងធ្វើបានកាន់តែឆាប់កាន់តែប្រសើរព្រោះថាស្ថានភាពជំងឺឈានដល់ដំណាក់កាលចុងក្រោយមែនប៉ុន្តែពេទ្យចិនថាមិនអាចទេហានិភ័យមានខ្ពស់ណាស់សម្រាប់អ្នកជំងឺតើគួរជឿលើពេទ្យណាហេតុអ្វីពេទ្យចិនមិនចង់ឲ្យលោកលីវស៊ូប៉ូទទួលការព្យាបាលនៅបរទេសយើងស្ដាប់អៀងសុកមិញតាមរយៈលិខិតថ្លែងការណ៍គ្រូពេទ្យជាតិអាមេរិកនិងអាល្លឺម៉ង់បានធ្វើសេចក្តីប្រកាសថាលោកលីស៊ូប៉ូអាចធ្វើដំណើរទៅបរទេសដោយសុវត្ថិភាពតាមរយៈមធ្យោបាយដឹកជញ្ជូនបំពាក់សេវាកម្មវិទ្យាសាស្ត្រត្រឹមត្រូវថ្មីបើគ្រូពេទ្យអាល្លឺម៉ង់និងអាមេរិកបានទទួលស្គាល់ថាម្ចាស់ជ័យលាភីរង្វាន់ Nobel សន្តិភាពលីស៊ូប៉ូដែលបានទទួលសេរីភាពក្រោមមូលហេតុសុខភាពបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវនិងប្រកបដោយគុណភាពពីមន្ទីរពេទ្យនៅឯភាគខាងជើងប្រទេសមែនក៏ប៉ុន្តែពេទ្យជំនាញទាំងពីរនេះយល់ថាអ្នកជំងឺលីស៊ូប៉ូគួរតែត្រូវបានទទួលនៅការព្យាបាលតាមវិធីផ្សេងទៀតនៅបរទេសដូចជាការព្យាបាលដោយវិទ្យុសកម្មជាដើមឡើយគ្រូពេទ្យបរទេសទាំងពីររូបនេះដែលអាជ្ញាធរចិនបានអញ្ជើញឲ្យទៅពិនិត្យមើលស្ថានភាពជំងឺរបស់លោកលីស៊ូប៉ូនៅក្នុងមន្ទីរពេទ្យចិនបានគាំទ្រសំណើរបស់ក្រុមគ្រួសារដែលចង់នាំរូបលោកសកម្មជនសិទ្ធិមនុស្សទៅព្យាបាលនៅបរទេស
ការធ្វើដំណើរដែលនឹងគ្មានបង្កគ្រោះថ្នាក់អ្វីទាំងអស់ប្រសិនបើគេអាចដឹកជញ្ជូនលោកលីសៀបូដោយភ្លាមនិងក្នុងពេលឆាប់ក៏ប៉ុន្តែបើគេបង្អង់អ្នកជំងឺអាចធ្លាក់ខ្លួនកាន់តែធ្ងន់ធ្ងរហើយបើដល់ថ្នាក់សន្លប់បាត់ស្មារតីនោះគេនឹងអាចលែងលើកគាត់ទៅណាបានទៀតហើយក៏ប៉ុន្តែបញ្ហានៅត្រង់ថាក្រុមគ្រូពេទ្យចិនជំទាស់យោបល់របស់មន្ទីរពេទ្យទំនងជាធ្វើឡើងក្រោមបញ្ជារបស់រដ្ឋាភិបាលដែលត្រូវការរិះរកគ្រប់មធ្យោបាយគ្រប់គ្រងស្ថានភាពដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់រូបភាពប្រធានាធិបតីខ្លាំងពេកម្យ៉ាងទៀតសម្រាប់លោកស៊ីជីនពីងការព្រមឲ្យសកម្មជនម្នាក់នេះដែលចិនសប្តាហ៍ថ្ងៃចាត់ទុកថាជាឧក្រិដ្ឋជនបានរួចខ្លួនមិនអាចសម្រេចទៅបានដោយស្រួលនោះឡើយករណីរបស់លោកលីវសៀបូអាចនឹងធ្វើឲ្យមានការខ្ចោះខ្ចាយខ្លាំងនៅបរទេសជាប់ទោស11ឆ្នាំក្នុងពន្ធនាគារតាំងតែពីឆ្នាំ2009មកពីបទញុះញង់ចង់ធ្វើវិធានសនាផ្ដួលរំលំរដ្ឋាភិបាលលោកលីសៀបូគឺជានិមិត្តរូបតំណាងការបង្ក្រាបដ៏ហិង្សានិងខ្លាំងក្លាបំផុតរបស់ចិនទៅលើសកម្មជនសិទ្ធិមនុស្សដើម្បីប្រជាធិបតេយ្យនិងជាជ័យលាភីរង្វាន់ Nobel សន្តិភាពតែម្នាក់គត់នៅលើលោកដែលជាប់ទោសនិងជាប់ក្នុងពន្ធនាគារដូច្នេះចិនមិនត្រូវការឲ្យពិភពលោកនិយាយអំពីរូបលោកលីវសៀបូបើទោះបីជាចិនដឹងយ៉ាងច្បាស់លាស់ថាជីវិតរបស់សកម្មជនរូបនេះមិនយូរអង្វែងយ៉ាងណាក៏ដោយវត្តមានរបស់លីវសៀបូទោះបីជាក្តីខ្លីក្តីក៏អាចជះផលអវិជ្ជមានដល់ប្រទេសចិននិងដល់លោកប្រធានាធិបតីស៊ីជីនពីងពីព្រោះថាសមាជបកកុម្មុយនីសចិននឹងត្រូវប្រព្រឹត្តទៅនៅរវាងតែ2-3ខែទៀតខាងមុខនេះតែប៉ុណ្ណោះដូច្នេះបើអាញាធរចិនខំប្រឹងធ្វើគ្រប់យ៉ាងទប់ស្កាត់មិនឲ្យលោកលីសៀបូបានបញ្ចេញមតិអ្វីទាំងអស់ពីព្រោះពាក្យរបស់លោកលីសៀបូគឺជាពាក្យរបស់ជ័យលាភីរង្វាន់ Nobel សន្តិភាពសកម្មជនប្រឆាំងម្នាក់ដែលស្និទ្ធនឹងគ្រួសាររបស់លោកលីសៀបូយល់ថាពេលកាំងមានជំហរតែមួយគត់គឺចងអ្នកប្រឆាំងនយោបាយរូបនេះរហូតទាល់តែដល់ថ្ងៃស្លាប់នៅក្នុងប្រទេសចិនតែម្ដងឆ្លើយនឹងសំណួររបស់ភ្នាក់ងារសារព័ត៌មានបារាំងអ្នកនាំពាក្យក្រសួងការបរទេសចិនបានអះអាងថាករណីលោកលីសៀបូមិនមែនជាសំណុំរឿងការទូតទេតែជាកិច្ចការផ្ទៃក្នុងដូច្នេះចិននឹងប្រឆាំងរាល់គ្រប់ចេតនាចង់ជ្រៀតជ្រែករបស់ប្រទេសដទៃក៏ប៉ុន្តែចិនភ្លេចគិតថាការដែលហាមឃាត់មិនឲ្យលោកលីសៀបូចេញទៅបរទេសនឹងបណ្ដោយឲ្យលោកបាត់បង់ជីវិតនៅក្នុងទឹកដីពីព្រោះជំងឺដោយមិនបានទទួលការព្យាបាលស្របតាមឆន្ទៈក៏ជាកំហុសមួយដែលកត់ជាប់នៅក្នុងប្រវត្តិសាស្ត្រចិនដែរថាបានធ្វើទុកបុកម្នេញលើអ្នកទស្សនយោបាយដោយយ៉ាងប្រទេសដែលមានរបបផ្ដាច់ការផ្សេងទៀតបានធ្វើមានជាអាចកូរ៉េខាងជើងតាមការពិតលោកលីវសៀបូមិនដែលមានចេតនាចង់ចាក់ចេញពីប្រទេសទេតាំងតែពីដើមរៀងមកបើទោះបីជាលោកត្រូវជាប់ទោសជាប់ពន្ធនាគារព្រមទាំងស្ថិតក្រោមការត្រួតពិនិត្យស្ទើរឥតដាច់យ៉ាងណាក៏ដោយសំណើដ៏មោះមុតសុំទៅព្យាបាលនៅបរទេសនេះពេលនេះហាក់ដូចជាបានធ្វើឲ្យចិនភ្ញាក់ផ្អើលបន្តិចបើតាមមិត្តចំណិតរបស់លោកដែលនិរទេសខ្លួនរស់នៅសហរដ្ឋអាមេរិកនិងជាបញ្ញាជនម្នាក់នោះមូលហេតុដែលរុញច្រានឲ្យលោកលីវសៀបូលុះចិត្តសុំទៅបរទេសគឺដើម្បីជួយភរិយាដែលកំពុងតែមានជំងឺធ្លាក់ទឹកចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីត្រូវស្ថិតនៅក្រោមការឃុំឃាំងក្នុងគេហដ្ឋានតាំងតែពីឆ្នាំ2010ឆ្នាំដែលលោកលីសៀបូបានទទួលជ័យលាភី Nobel សន្តិភាពនិងដើម្បីជួយប្អូនថ្លៃម្នាក់ដែលក៏ត្រូវតុលាការកាត់ទោសពីបទប្រឆាំងនឹងរដ្ឋាភិបាលដែរពេលនេះគេគ្មានអ្វីក្រៅអំពីរងចាំដោយសង្ឃឹមថាចិននឹងសុខចិត្តជ្រើសរើសផ្លូវមនុស្សធម៌ចំពោះលោកលីសៀបូនិងគ្រួសារឲ្យបំណងចុងក្រោយរបស់លោកចង់ស្លាប់ក្នុងសេរីភាពអាចសម្រេចទៅបានគឺអាស្រ័យទៅលើមាត់របស់រដ្ឋាភិបាលពេកាំងតែម្នាក់គត់ទេសនាសារព័ត៌មានតថ្ងៃនេះសារព័ត៌មានដែលចេញផ្សាយនៅស្រុកខ្មែរចាប់អារម្មណ៍លើព្រឹត្តិការណ៍សំខាន់អ្វីខ្លះសូមអញ្ជើញលោកអ្នកនាងស្ដាប់សឿងភារៈដូចតទៅកាសែតចេញផ្សាយនៅព្រឹកនេះបានចាប់អារម្មណ៍ភាគច្រើនទៅលើរឿងបិទការនាំខ្សាច់ចេញរបស់ក្រសួងរាយនៅលើទំព័រមុខរបស់កាសែតភ្នំពេញប៉ុស្តិ៍និងកាសែតខ្មែរថាមនៅព្រឹកនេះបានដាក់រូបភាពកប៉ាល់ដឹកខ្សាច់ដើម្បីភ្ជាប់ទៅនឹងរឿងហាមមិនឲ្យមានការនាំខ្សាច់ចេញរបស់ក្រសួងចំណែកកាសែតរស្មីកម្ពុជានិងកាសែតកម្ពុជាថ្មីនៅព្រឹកនេះបានចាប់អារម្មណ៍ទៅនឹងរឿងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនភ្នំពេញប៉ុស្តិ៍នៅព្រឹកនេះបានដាក់ចំណងជើងនៅលើទំព័រមុខរបស់ខ្លួនថាក្រសួងបានប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុងភ្នំពេញប៉ុស្តិ៍បានយោងទៅលើការប្រកាសរបស់ក្រសួងនិងបានសរសេរថាក្រសួងនេះបានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់និងលបាយខ្សាច់ភក់នៅក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេសប៉ុន្តែសកម្មជនបរិស្ថាននិងសហគមន៍នេសាទបានអះអាងថាការដ្ឋានមួយដែលទំនងសម្រាប់លាងខ្សាច់នាំចេញក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ភ្
ភ្នំពេញបានដកស្រង់ការលើកឡើងរបស់ក្រមអ្នកការពារបរិស្ថានរួមនឹងការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងរាយលើសេចក្តីប្រកាសរបស់ខ្លួននៅក្នុងទំព័រកាសែតខ្មែរថាមបានសរសេរដោយដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងរាយថារដ្ឋាភិបាលបានសម្រេចផ្អាកការនាំខ្សាច់ចេញនៅក្នុងខេត្តកោះកុងក្រោយពីការសិក្សារកឃើញពីផលប៉ះពាល់ដល់បរិស្ថានកាសែតនេះសរសេរបន្តដោយដកស្រង់ការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលថាខ្សាច់ប្រមាណជាង16លានតោនត្រូវបានលក់ទៅឲ្យប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ2007រហូតដល់ឆ្នាំ2015ប៉ុន្តែរបាយការណ៍នាំចូលខ្សាច់របស់ប្រទេសសិង្ហបុរីឲ្យដឹងថាខ្សាច់ប្រមាណ72លានតោនត្រូវបាននាំចូលមកក្នុងប្រទេសនេះក្នុងអំឡុងពេលខាងលើកាសែតរដ្ឋស្មីកម្ពុជានៅព្រឹកនេះមិនបានចាប់អារម្មណ៍នឹងរឿងនាំខ្សាច់ចេញទេប៉ុន្តែកាសែតបែរជាចាប់អារម្មណ៍នឹងព្រឹត្តិកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនព្រោះរឿងនេះកាសែតបានចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួនដោយចំណងជើងធំៗថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រាប់ទៅអ្នកដែលពូកែឆ្ងល់ខាងក្រោមចំណងជើងនេះកាសែតបានដាក់រូបភាពលោកនាយករដ្ឋមន្ត្រីថតជាមួយចៅរបស់លោកខាងក្រោមរូបភាពនិងចំណងជើងនោះគឺជាសាច់រឿងនៃរឿងខាងលើនេះរដ្ឋស្មីកម្ពុជាសរសេរថាប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបន្ទាប់ពីអវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណជាងមួយសប្តាហ៍កន្លងមកនេះកាលពីប្រលប់ថ្ងៃទី10ខែកក្កដាបានបង្ហោះសារនឹងរូបភាពជាលក្ខណៈគ្រួសារជាង20សន្លឹកបង្ហាញថាលោកកំពុងវិស្មកាលនៅក្រៅប្រទេសជាលក្ខណៈគ្រួសារជុំវិញនឹងដែរកាសែត Cambodia Daily បានចុះផ្សាយដោយដាក់ចំណងជើងថាលោកហ៊ុនសែនតបវិញចំពោះការអះអាងដែលថាលោកមានបញ្ហាសុខភាពកាសែតមួយនេះបានបន្តសរសេរសាច់រឿងរបស់ខ្លួនថាលោកនាយករដ្ឋមន្ត្រីបានបន្តវាយប្រហារអ្នកលេង Facebook ម្នាក់ដែលអះអាងថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញពីប្រទេសកម្ពុជាទៅព្យាបាលជំងឺដោយចាត់ទុកថាអ្នកលេង Facebook រូបនេះថាជាជនពាលដែលមានបំណងបង្កភាពចលាចលCambodia Daily បានកត់សម្គាល់ថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគ្មានសកម្មភាពនយោបាយឡើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីនេះដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីត្រូវបានផ្អាក3លើកជាប់គ្នារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតក្រៅតែពីរឿងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននោះគឺរឿងមន្ត្រីជាន់ខ្ពស់ចំនួន11រូបក្នុងខេត្តមណ្ឌលគិរីស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធការជួញដូរឈើខុសច្បាប់នេះបើតាមកាសែត Cambodia Dailyរឿងមួយនេះមិនត្រូវបានចុះផ្សាយនៅលើទំព័រកាសែតផ្សេងទេនៅព្រឹកនេះកាសែត Cambodia Daily បានសរសេរបន្តដោយដកស្រង់ការលើកឡើងរបស់ក្រុមមន្ត្រីកាលពីម្សិលមិញថាការស៊ើបអង្កេតរបស់តុលាការពាក់ព័ន្ធការជួញដូរឈើខុសច្បាប់បានផ្ដោតគោលដៅលើមន្ត្រីខេត្តចំនួន11រូបរួមមានមេបញ្ជាការយោធានិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនិងអាចទាំងព្រះរាជអាជ្ញាអមសាលាដំបងខេត្តផងនោះបណ្ដាលឲ្យមានការផ្ទេរសំណុំរឿងនេះមករាជធានីភ្នំពេញតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុតិធម៌កាសែត Cambodia Daily បានសរសេរដោយដកស្រង់ការលើកឡើងរបស់លោកជឹងសុចន្ទថាអភិបាលរងខេត្តថាការស៊ើបអង្កេតនេះដោយសារទទួលបានព័ត៌មានពីអ្នកជាប់ឃុំ6នាក់ជាជនជាតិវៀតណាមដែលត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈនៅពេលពួកគេដឹកឈើកាប់រួចខុសច្បាប់ទៅកាន់ប្រទេសវៀតណាមភ្នំពេញប៉ុស្តិ៍នៅព្រឹកនេះក្រៅតែពីចុះផ្សាយរឿងហាមមិនឲ្យមានការនាំខ្សាច់ចេញទៅក្រៅប្រទេសកាសែតនេះក៏បានចុះផ្សាយរឿងរបាយការណ៍នៃការដួលសន្លប់របស់កម្មករក្នុងរយៈពេល6ខែភ្នំពេញប៉ុស្តិ៍បានសរសេរដោយដកស្រង់តាមសំណេររបស់បេឡាជាតិរបបសន្តិសុខសង្គមថាកម្មកររោងចក្រដែលបានដួលសន្លប់នៅក្នុងរោងចក្រមានរហូតដល់ 39% ដែលមានកម្មករដួលសន្លប់ចំនួន117នាក់ក្នុងរយៈពេល6ខែដំបូងនៃឆ្នាំ2017ដោយសារតែសុខភាពខ្សោយនិងបរិយាកាសមិនមានផាសុកភាពបើតាមភ្នំពេញប៉ុស្តិ៍បេឡារបបសន្តិសុខសង្គមរកឃើញថាបញ្ហាដែលធ្វើឲ្យមានការដួលសន្លប់នេះដោយសារតែកត្តា4យ៉ាងគឺបញ្ហាចិត្តសាស្ត្រមាន 50% បញ្ហារូបសាស្ត្រមាន 31% បញ្ហាគីមីមាន 13% និងបញ្ហាជីវសាស្ត្រមាន 6%យើងបញ្ចប់នីតិទស្សនៈសារព័ត៌មាននៅព្រឹកនេះដែលនិយាយពីគម្រោងបន្ថែមរថយន្តក្រុងចំនួន5ខ្សែទៀតនេះបើតាមកាសែតកម្ពុជាថ្មីកម្ពុជាថ្មីសរសេរដោយដកស្រង់ការលើកឡើងរបស់អ្នកគ្រប់គ្រងរដ្ឋករដឹកជញ្ជូនសាធារណៈស្វ័យយត្តកររថយន្តក្រុងថាដើម្បីផ្ដល់សេវាដឹកជញ្ជូនឲ្យកាន់តែទូលាយរដ្ឋករស្វ័យយត្តដឹកជញ្ជូននិងបង្កើនការដឹកជញ្ជូនចំនួន5ខ្សែថ្មីបន្ថែមទៀតខណៈចំនួនអ្នកជិះរថយន្តក្រុងចេះតែមានការកើនឡើងសុខភាពនិងអនាម័យ
នៅក្នុងសង្គមសម័យអ៊ីនធឺណិតសម័យ Facebook អេក្រង់ទូរស័ព្ទទូរទស្សន៍កុំព្យូទ័រមានវត្តមានគ្រប់ទិសទីដល់ស្រុកស្រែជនបទបើទីណាក៏មានអេក្រង់តើវាអាចជះផលវិបាកយ៉ាងណាចំពោះកុមារគ្មានអ្វីដែលត្រូវស្រន់ស្លោឬរត់រំលងបច្ចេកវិទ្យាអ៊ីនធឺណិតឡើយប៉ុន្តែអ្វីដែលវិទ្យុយើងសូមលើកយកមកបកស្រាយនៅថ្ងៃនេះគ្រាន់តែជួយផ្ដល់ព័ត៌មាននិងបង្កើនកម្រិតយល់ដឹងអំពីគ្រោះថ្នាក់នៃអេក្រង់ចំពោះជីវិតកុមារទៅថ្ងៃអនាគតតែប៉ុណ្ណោះតទៅនេះសូមស្ដាប់សេចក្តីរាយការណ៍របស់អៀងសុកមិញអ្នកស្រាវជ្រាវនៅជំនាញបារាំងបានបើកយុទ្ធនាការអប់រំឪពុកម្ដាយឲ្យចេះប្រើប្រាស់អេក្រង់ជាមួយកូនយុទ្ធនាការនោះមានឈ្មោះថា3 6 9 និង12លេខទាំង4នេះគឺជាចំណុចគោលសម្គាល់អាយុរបស់កុមារដែលអាចចាប់ផ្ដើមមើលអេក្រង់បានហាមមើលទូរទស្សន៍មុនអាយុ3ឆ្នាំនៅក្រោមអាយុ3ឆ្នាំក្មេងត្រូវការរៀនកំណត់ឲ្យស្គាល់អ្វីជាទីតាំងនិងបន្ទាប់មកអ្វីជាពេលវេលាដើម្បីបានស្គាល់កន្លែងក្មេងត្រូវការស្ថាបនាខ្លួនតាមរយៈការទៅមើលឃើញទីតាំងបរិស្ថានពិតៗឯចំណែកការសម្គាល់ពេលវេលាគឺក្មេងអាចចេះចងចាំចាប់ដឹងតាមរយៈការនិទានរឿងដែលយើងនិយាយប្រាប់និងតាមរយៈសៀវភៅដែលក្មេងបើកលេងហេតុដូច្នេះហើយបានជាយើងត្រូវជៀសវាងកុំឲ្យក្មេងមើលរទស្សន៍មើល DVD ដែលផ្ដល់តែផលអវិជ្ជមានលើកុមារតែប៉ុណ្ណោះ Tablet ក៏ត្រូវមានឋានៈស្មើនឹងវត្ថុឬក៏ល្បែងលេងបែបបុរាណផ្សេងៗទៀតដែរនិងត្រូវឲ្យមានមនុស្សធំនៅអមលេងជាមួយជានិច្ចដើម្បីបង្កើនផលប្រយោជន៍អំពីការលេងមិនមែនដាក់ឲ្យអង្គុយមើលនៅស្ងៀមនោះឡើយហាមលេងហ្គេមមុនអាយុ6ឆ្នាំនៅអាយុ6ឆ្នាំជៀសវាងកុំដាក់ទូរទស្សន៍និងកុំព្យូទ័រនៅក្នុងបន្ទប់គេងរបស់កូនកំណត់ពេលម៉ោងលេងនៅមុខអេក្រង់និងធ្វើការជ្រើសរើសមើលកម្មវិធីទូរទស្សន៍ទៅតាមវ័យក្នុងករណីអ្នកធូធាចង់ផ្ដល់ឱកាសឲ្យកូនបានលេងរបស់ទំនើបជាល្បែងវីដេអូហ្គេមសូមជ្រើសរើសល្បែងណាដែលលេងច្រើនគ្នាជាជាងល្បែងដែលលេងតែម្នាក់ឯងងប់នៅមុខអេក្រង់លេងជុំគ្នាជាមួយនឹងឪពុកម្ដាយបងប្អូនម្ដងម្កាលគឺជាការផ្លាស់ប្ដូរបរិយាកាសក្នុងគ្រួសារផងនិងជារបៀបរៀនបែបកំសាន្តផងប៉ុន្តែសូមកុំធ្វើកាដូជាប្រដាប់លេងហ្គេមនេះទៅឲ្យកូននៅពេលមិនទាន់មានអាយុ6ឆ្នាំឲ្យសោះពីព្រោះនៅអាយុប៉ុណ្ណេះបើលេងម្នាក់ឯងក្មេងនោះនឹងឆាប់ងប់ជាប់ណាស់ហាមលេងអ៊ីនធឺណិតមុនអាយុ9ឆ្នាំនៅអាយុនេះលោកអ្នកជាឪពុកម្ដាយគួរតែប្រុងប្រយ័ត្នកុំឲ្យកូនអាចលេងឬក៏មានអ៊ីនធឺណិតនៅក្នុងបន្ទប់តែម្នាក់ឯងឲ្យសោះក៏ប៉ុន្តែប្រសិនបើអ្នកយល់និងមានអារម្មណ៍ថាអាចគ្រប់គ្រងកូនបាននិងចង់ឲ្យកូនមានគណនីអ្វីមួយនៅក្នុងប្រព័ន្ធអ៊ីនធឺណិតលោកអ្នកត្រូវចេះពន្យល់និងប្រាប់កូនឲ្យបានយល់អំពីសិទ្ធិនៃការប្រើប្រាស់អ៊ីនធឺណិតទៅលើការប្រើប្រាស់រូបភាពដោយកុំយករូបគេមកប្រើផ្ដេសផ្ដាសនិងជាពិសេសសិទ្ធិឯកជនពលគឺកុំបង្ហាញរូបខ្លួនឯងតាមតែទំនឹងចិត្តឲ្យសោះហាមលេងប្រព័ន្ធសង្គមមុនអាយុ12ឆ្នាំអាយុ12ឆ្នាំក្មេងអាចចាប់ផ្ដើមចូលលេងប្រព័ន្ធសង្គមបានក៏ប៉ុន្តែនៅមុននេះអ្នកជាឪពុកម្ដាយគួរតែបន្តរក្សាវិន័យតឹងតែងដដែលតាក់ទងនឹងពេលម៉ោងនៅមុខអេក្រង់កំណត់ពិចារណាជាមួយកូនរបស់អ្នកដោយផ្ទាល់អំពីភាពចាំបាច់និងអំពីប្រយោជន៍នៃការប្រើប្រាស់ទូរស័ព្ទដៃរំលឹកប្រាប់កូនជាញឹកញយអំពីវិធានការ3យ៉ាងតាក់ទងទៅនឹងការប្រើប្រាស់អ៊ីនធឺណិតអ្វីដែលយើងត្រូវបង្ហោះអាចក្លាយទៅជារបស់សាធារណៈនរណាក៏មើលបានអ្វីដែលយើងបង្ហោះនឹងនៅក្នុងប្រព័ន្ធនោះជារៀងរហូតមិនអាចលុបបំបាត់ទេអ្វីដែលយើងមើលឃើញត្រូវទទួលអានដោយប្រុងប្រយ័ត្នបំផុតពីព្រោះព័ត៌មានទាំងអស់នោះខ្លះពិតខ្លះមិនពិតហើយចាប់ពីអាយុ12ឆ្នាំឡើងទៅក្មេងអាចប្រើឬក៏លេងអ៊ីនធឺណិតតែម្នាក់ឯងបានក៏ប៉ុន្តែការត្រួតពិនិត្យនិងកំណត់ពេលវេលាលេងនៅតែចាំបាច់ដដែលជៀសវាងកុំភ្ជាប់អ៊ីនធឺណិតជាប់ទាំងយប់ទាំងថ្ងៃនៅក្នុងបន្ទប់គេងកូនដែលជាបុព្វហេតុនាំឲ្យកូនគេងមិនគ្រប់ពិភាក្សាជាមួយនឹងកូនជាប់ជាប្រចាំអំពីខ្លឹមសារដែលកូនស្វែងរកនិងអំពីអ្វីដែលពួកគេទាញមើលនៅក្នុងអ៊ីនធឺណិតអំពីការលួចថតចម្លងមកមើលនៅខាងក្រៅអំពីគ្រោះថ្នាក់នៃការលួចមើលរឿងអាភាសរឿងកូនជ្រូកនិងពិសេសអំពីការគំរាមកំហែងជំរិតតាមប្រព័ន្ធអ៊ីនធឺណិតលក្ខនឹងលក្ខក៏ប៉ុន្តែបំរាមដំបូងនិងផ្ដើមមុនគេបង្អស់នោះគឺហាមឪពុកម្ដាយកុំលេងទូរស័ព្ទមុខកូនអាយុក្រោម3ឆ្នាំមុននឹងឈានដល់ការអនុវត្តវិន័យក្រឹតក្រមបានដរាបណាតែអ្នកជាឪពុកម្ដាយធ្វើជាគំរូល្អជាមុនសិនចុះបើអ្នកងប់នឹងជក់មើលអេក្រង់ទៅហើយតើកូនអាចយកគំរូបានយ៉ាងដូចម្ដេច
ហើយសូមកុំភ្លេចថាបើអ្នកជាឪពុកម្ដាយងប់នឹងអេក្រង់ទូរស័ព្ទទៅហើយអ្នកមិនត្រឹមតែពិបាកពន្យល់កូនទេតែថែមទាំងបានធ្វើឲ្យកូនតូចជាពិសេសកូនអាយុក្រោម3ឆ្នាំជួបវិបត្តិដោយមិនដឹងខ្លួនការសិក្សាជាច្រើនបានបង្ហាញថានៅពេលដែលឪពុកម្ដាយងប់នឹងអេក្រង់នោះកូននឹងបានទទួលការចាប់អារម្មណ៍មើលការខុសត្រូវមិនគ្រប់គ្រាន់ពីឪពុកម្ដាយឡើយមិនតែប៉ុណ្ណោះកូនអ្នកនឹងត្រូវប្រឈមនឹងហានិភ័យមានការលូតលាស់មិនលឿនជាពិសេសមានវិបត្តិភាសាក្រចេះនិយាយអិរិយាបថងប់នឹងអេក្រង់ទូរស័ព្ទទាំងកូននៅក្បែរខ្លួនសោះបាននឹងកំពុងផ្ដល់ការព្រួយបារម្ភយ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យឯកទេសជាពិសេសឯកទេសកុមារនៅប្រទេសបារាំងគ្រូពេទ្យទាំងអស់នោះបានទាញសញ្ញាអាសន្នញយដល់មកហើយអំពីផលវិបាកទៅថ្ងៃអនាគតចំពោះការអភិវឌ្ឍរបស់ក្មេងហេតុអ្វីបានជាដូច្នេះគ្រូពេទ្យមានសេចក្តីពន្យល់យ៉ាងណាចំពោះទំនាក់ទំនងរវាងការលូតលាស់របស់កូនទៅនឹងការងប់លេងទូរស័ព្ទរបស់ឪពុកម្ដាយការលូតលាស់នៃការគិតរបស់កុមារមិនកើតឡើងដោយឯងនោះទេបច្ចុប្បន្ននេះគ្រូពេទ្យឯកទេសកុមារបានសង្កេតឃើញមានកុមារមានវិបត្តិភាសានិងអត្តចរិតកាន់តែច្រើនឡើងហើយវិបត្តិទាំងនេះគឺបង្កឡើងដោយមូលហេតុដ៏សាមញ្ញមួយតែប៉ុណ្ណោះគឺឪពុកម្ដាយរវល់លេងទូរស័ព្ទភ្នែកផ្ដោតជាប់អេក្រង់ជាប់ជាប្រចាំរហូតភ្លេចនិយាយជាមួយកូនពលគឺនិយាយដែរតែមិនគ្រប់គ្រាន់តែអ្នកជាឪពុកម្ដាយវិញបែរជាមើលឃើញថាកូននោះមិននិយាយមានការលូតលាស់មិនឆាប់រហ័សដោយកូនគេក៏ប៉ុន្តែតាមការពិតទៅក្មេងនោះមានវិបត្តិភាសាតែប៉ុណ្ណោះខួរក្បាលរបស់គេមិនបានរៀនមិនបានថតភ្ជាប់រៀបចំការគិតទៅនឹងការនិយាយស្ដីទង្វើរបស់ឪពុកម្ដាយនេះអាចនឹងរុញច្រានកូនឲ្យធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងររហូតកូនមានអាការៈដោយកើតជំងឺអូទីសม์កូនអាយុជាង1ខួបហើយមិនចេះឆ្លើយមិនងាកនៅពេលគេហៅចំឈ្មោះមិនមើលអ្នកដែលនិយាយជាមួយគេហើយបើបណ្ដោយកូននោះនឹងអាចចូលរៀនសាលាជាមួយគេមិនបានឡើយនៅថ្ងៃអនាគតសម្រាប់ក្រុមគ្រូពេទ្យបារាំងបើឪពុកម្ដាយបោះបង់ទូរស័ព្ទដៃភ្លាមកូននោះនឹងមានការលូតលាស់ចេះដឹងយ៉ាងប្រសើរឡើងដោយភ្លាមតែម្ដងពីព្រោះក្មេងចាប់ចេះនិយាយនិងចាប់ផ្ដើមលូតលាស់សមត្ថភាពផ្នែកភាសានៅអាយុក្រោម1ខួបបានក្នុងករណីណាតែឪពុកម្ដាយនិយាយច្រើនជាមួយកូននោះនៅពេលឪពុកម្ដាយបាននិយាយច្រើនជាមួយកូនទារកឬក៏កូនតូចនោះនឹងថតទុកនៅសំឡេងនិងពាក្យពេចន៍របស់ម្ដាយឪពុកដែលជាគ្រឿងស្តុកដូច្នេះបើកូនមានភាពយឺតយ៉ាវផ្នែកនិយាយស្ដីអ្នកជាឪពុកម្ដាយសាកល្បងផ្ដាច់ទូរស័ព្ទដៃនិងអេក្រង់ទៅហើយមកនិយាយលេងជាមួយនឹងកូនគ្រូពេទ្យឯកទេសបារាំងធានានិងជឿជាក់ថារោគសញ្ញាជាក្មេងអូទីសរបស់អ្នកនឹងរលត់បាត់យ៉ាងលឿនក្នុងរយៈពេលតែ 2-3 សប្តាហ៍ក៏មានផងមើលអេក្រង់ច្រើនបង្កហានិភ័យអ្វីខ្លះគ្រោះថ្នាក់មានច្រើនណាស់ការសិក្សារយៈពេលវែងមួយដឹកនាំនៅកាណាដាតាំងតែពីឆ្នាំ1997មកបានបង្ហាញថាក្មេងក្រោមអាយុ3ឆ្នាំដែលត្រូវបានឪពុកម្ដាយបណ្ដោយឲ្យមើលទូរទស្សន៍ច្រើនជាង1ម៉ោងក្នុងមួយថ្ងៃនៅពេលធំឡើងអាយុ10ឆ្នាំមានភាគរយជួបគ្រោះលំបាកក្នុងការផ្ចង់អារម្មណ៍ធំលទ្ធផលនៃការសិក្សាក៏មិនល្អជាពិសេសក្នុងមុខវិជ្ជាគណិតវិទ្យាហើយងាយជួបគ្រោះធាត់ចុកខ្លាញ់ក្មេងៗទាំងអស់នោះមានចរិតមិនសូវស្វិតស្វាញក្នុងការងារហើយច្រើនតែคล้ายជាជនរងគ្រោះបោះអាប់លេងពីសំណាក់មិត្តភ័ក្តិក្នុងថ្នាក់នៅឆ្នាំ2016អ្នកសិក្សារូបដដែលនោះបានបង្ហាញលទ្ធផលថ្មីបន្ថែមទៀតតែលើកនេះទាក់ទងនឹងអាកប្បកិរិយានិងរឹកពីព្រមទាំងសមត្ថភាពចូលសង្គមរបស់កុមារទាំងនោះវិញម្ដងដែលពេលនេះពួកគេមានអាយុ13ឆ្នាំហើយคล้ายជាក្មេងពេញជំទង់ក្នុងករណីក្មេងណាបានចំណាយពេលច្រើននៅមុខអេក្រង់មុនអាយុ3ឆ្នាំនៅពេលនេះពួកគេមានហានិភ័យคล้ายទៅជាជនរងគ្រោះមានភាពឯកាខ្លាំងឬខ្លះសឹងអាចចាត់ទុកបានថាជាក្មេងមានអាកប្បកិរិយាក្រៅសង្គមផងតើត្រូវធ្វើដូចម្ដេចបើក្មេងវក់មើលអេក្រង់ទៅហើយសមត្ថភាពចិត្តសាស្ត្ររបស់ក្មេងអាចពុតពេនបានយ៉ាងងាយមិនដូចមនុស្សធំពេញវ័យទេដូច្នេះអ្វីក៏អាចបដូរផ្លាស់បានដែរសម្រាប់កុមារសូមអ្នកជាឪពុកម្ដាយកុំរួញរានិងបដូរវិន័យនិងប្រើអំណាចផ្លាស់ប្ដូរទម្លាប់ចាស់ដើម្បីរើសអ្វីដែលជាការថ្មីនិងប្រសើរឡើងក៏ប៉ុន្តែសូមកុំផ្លាស់ប្ដូរទម្លាប់និងវិន័យតាមបែបកំហឹងនិងកំហល់ឲ្យសោះលោកអ្នកនាងស្ដាប់ជាទីមេត្រីកម្មវិធីព័ត៌មានរយៈពេលពេញ1ម៉ោងរបស់វិទ្យុយើងនៅរសៀលនេះបានឈានចូលដល់ទីបញ្ចប់ហើយនៅពេលនេះនាងខ្ញុំអមរជនានិងសហការីនៃវិទ្យុបារាំងទាំងអស់សូមអរគុណសូមគោរពលា